ระทรวงអប់រំប្រកាសហាមលក់ដូរផលិតផលប្រភេទនេះនៅក្នុងបរិវេណសាលារៀនជាដាច់ខាតនៅក្នុងគោលបំណងយកចិត្តទុកដាក់បន្ថែមលើសុខភាពសិស្សការបង្ការហានិភ័យនៃជំងឺមិនឆ្លងជាពិសេសជំងឺទឹកនោមផ្អែមដែលកំពុងកើនឡើងនៅក្នុងចំណោមសិស្សានុសិស្សពាក់ព័ន្ធនឹងទម្លាប់ទល់ទានចំណីអាហារភេសជ្ជៈផ្អែមនិងភេសជ្ជៈពោកម្លាំងក្រសួងអប់រំយុវជននិងកីឡាសូមហាមឃាត់ការទទួលទានការចែកចំណូលការតាំងលក់និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈពោកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនក្នុងន័យនេះមន្ទីរអប់រំយុវជននិងកីឡាលេខធានីខេត្តការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលក្រុងស្រុកខណ្ឌនិងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនត្រូវអនុវត្តដូចខាងក្រោម 1. ត្រូវហាមឃាត់ដាច់ខាតនៅការទទួលទានការចែកចំណូលការតាំងលក់និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈពោកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា 2. ត្រូវអនុវត្តឲ្យបានម៉ឺងម៉ាត់នៅបទប្រពៃណីនានាដែលពាក់ព័ន្ធនឹងការលើកកម្ពស់សុវត្ថិភាពចំណីអាហារនិងអាហារប្រកបដោយសុខភាពនៅតាមគ្រឹះស្ថានសិក្សាដែលក្រសួងបានណែនាំកន្លងមក 3. ត្រូវដាក់បញ្ចូលបន្ថែមនៅក្នុងបទបញ្ជាផ្ទៃក្នុងហាមឃាត់ការទទួលទានការចែកចំណូលការតាំងលក់និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈពោកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា 4. ត្រូវអប់រំនិងក្រើនរំលឹកជាប្រចាំអំពីខ្លឹមសារនៃសេចក្តីណែនាំបទបញ្ជាផ្ទៃក្នុងនិងក្រមប្រតិបត្តិរបស់គ្រឹះស្ថានសិក្សាស្តីពីការហាមឃាត់ការទទួលទានការចែកចំណូលការតាំងលក់និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈពោកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា 5. ត្រូវចលនាឲ្យអ្នកសិក្សានិងបុគ្គលិកអប់រំចូលរួមក្នុងការផលិតស្លាកសញ្ញាឬសារអប់រំ 6. ត្រូវផ្សព្វផ្សាយអំពីផលប៉ះពាល់នៃការទទួលទានភេសជ្ជៈពោកម្លាំងឲ្យបានទូលំទូលាយនៅពេលគោរពទង់ជាតិកិច្ចប្រជុំឬកម្មវិធីប្រមូលផ្ដុំផ្សេងៗរបស់គ្រឹះស្ថានសិក្សា 7. ត្រូវពិនិត្យតាមដានរាល់សកម្មភាពនៃការទទួលទានការចែកចំណូលការតាំងលក់ការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈពោកម្លាំងគ្រប់ប្រភេទនៅក្នុងបរិវេណគ្រឹះស្ថានសិក្សាដើម្បីមានវិធានការដោះស្រាយតាមស្ថានភាពជាក់ស្ដែងបញ្ឈប់ភ្លាមៗនៅការទទួលទានការចែកចំណូលការតាំងលក់និងការផ្សព្វផ្សាយពាណិជ្ជកម្មផលិតផលភេសជ្ជៈពោកម្លាំងគ្រប់ប្រភេទនៅនឹងកន្លែងនិងបញ្ឈប់កិច្ចសន្យាលក់នៅក្នុងករណីរកឃើញជាក់ស្ដែងនៅក្នុងបរិវេណគ្រឹះស្ថានសិក្សា 8. ត្រូវសហការជាមួយស្ថាប័ននិងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធនៅតាមមូលដ្ឋានគ្រប់លំដាប់ឋានៈដើម្បីចូលរួមអនុវត្តសេចក្តីណែនាំសម្ដៅធ្វើឲ្យគ្រឹះស្ថានសិក្សាគ្មានភេសជ្ជៈពោកម្លាំង 9. ត្រូវធ្វើរាយការណ៍ប្រចាំឆមាសនិងប្រចាំឆ្នាំឆ្លងតាមឋានានុក្រមនិងផ្ញើជូនក្រសួងអប់រំយុវជននិងកីឡានៃអាយុកដ្ឋានសុខភាពសិក្សាក្រសួងអប់រំបានបញ្ជាក់ថាសូមមន្ទីរអប់រំយុវជននិងកីឡារាជធានីខេត្តការិយាល័យអប់រំយុវជននិងកីឡានៃរដ្ឋបាលក្រុងស្រុកខណ្ឌនិងគ្រប់គ្រឹះស្ថានសិក្សាសាធារណៈនិងឯកជនទាំងអស់ត្រូវយកចិត្តទុកដាក់អនុវត្តសេចក្តីណែនាំនេះឲ្យមានប្រសិទ្ធភាពខ្ពស់